ទឹកជាព្រលឹងរបស់ផែនដីជាមេដានៃធម្មជាតិផ្ដល់នូវគុណប្រយោជន៍យ៉ាងសម្បូរបែបជាស្នូលនៃភាពស្រស់ស្អាតសម្រាប់ពិភពលោកទាំងមូលទឹកជាប្រភពនៃជីវិតចាំបាច់សម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃក្នុងក្រុមគ្រួសារជាផ្នែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចការអភិវឌ្ឍពិសេសការរកទទួលទានប្រចាំថ្ងៃក្នុងសហគមន៍ក្រោយរបបវិលពិឃាតប៉ុល ពតត្រូវដួលរលំកម្ពុជាកាលនោះនៅសេសសល់ត្រឹមគំនរផេះតែប៉ុណ្ណោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈរងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងរួមទាំងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតផងដែរយ៉ាងណាជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាច្រើនទសវត្សរ៍កន្លងមកនេះកម្ពុជាបានក្លាយជាប្រជាជាតិពេញដោយការអភិវឌ្ឍគ្រប់វិស័យក្នុងនោះវិស័យទឹកស្អាតក៏ត្រូវបានអភិវឌ្ឍឥតឈប់ឈរក្នុងទស្សនវិស័យជួយសម្រួលដល់សហគមន៍ពលរដ្ឋខ្មែរគ្រប់ទីកន្លែងជួយពួកគាត់ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ទទួលទាននិងសម្រាប់អាជីវកម្មប្រចាំថ្ងៃក្រមគម្រោងថវិកាជាតិរួមផ្សំជំនួយនិងកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍអន្តរជាតិជាច្រើនជួយឲ្យសង្វាក់ផលិតកម្មទឹកស្អាតនៅកម្ពុជាមានសន្ទុះយ៉ាងគំហុកគ្រប់គ្រងទូទាំងក្រុងភ្នំពេញនិងតាមបណ្ដាខេត្តទូទាំងប្រទេសគម្រោងរបស់ក្រសួងឧស្សាហកម្មនេះឯងដែល$60 លានសម្រាប់5ខេត្តក្នុង2-3ឆ្នាំនេះដើម្បីបង្កើនសមត្ថភាពទឹកស្អាតតែម្ដងព្រោះសុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋសំខាន់ការបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន5នាពេលនេះក៏ឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទឹកស្អាតគម្រោងថ្មីនេះនឹងបង្កើនហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្គត់ផ្គង់ទឹកស្អាតទៅកាន់ខេត្តចំនួន5មានសមត្ថភាពបំពេញបន្ថែមនៅតម្រូវការទឹកស្អាតទៅកាន់លំនៅឋានរាប់ម៉ឺនក្នុងផ្ទះជាមួយការវិនិយោគថវិកាជាតិចំនួន$60 លាននឹងជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញផ្ដល់សេវាកម្មទឹកស្អាតកាន់តែទូលំទូលាយមួយកម្រិតទៀតគម្រោងពង្រីកបណ្ដាញទឹកស្អាតនេះដែរនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋក្នុងសហគមន៍នៃខេត្តទាំង5ចាប់ពីស្វាយរៀងដល់មណ្ឌលគិរីកំពង់ធំពោធិ៍សាត់និងកំពតផងដែរលើពីនេះប្រព័ន្ធចែកចាយទឹកស្អាតដ៏ទំនើបដែលបំពាក់ក្នុងគម្រោងនេះកាន់តែប្រកាសថាទឹកដែលចែកចាយទៅកាន់លំនៅឋានពលរដ្ឋសាលារៀននិងកន្លែងអាជីវកម្មផ្សេងៗគឺស្ថិតក្នុងស្តង់ដារសុវត្ថិភាពទឹកស្អាតពិធីបើកការដ្ឋានអនុវត្តគម្រោងពង្រីកបណ្ដាញទឹកស្អាតនាពេលនេះបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទស្សនវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រាជរដ្ឋាភិបាលដើម្បីប្រកាសថាកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែងនាអនាគតខាងមុខការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានកើនឡើង 80% ពីប្រមាណ309 លានម៉ែត្រគូបក្នុងឆ្នាំ2018ដល់ប្រមាណ556 លានម៉ែត្រគូបក្នុងឆ្នាំ2025សម្រាប់ការប្រើប្រាស់ទឹកស្អាតសម្រាប់កុមារនិងមនុស្សចាស់វាមានអត្ថប្រយោជន៍ច្រើនដូចជាកាត់បន្ថយនៃហានិភ័យនៃជំងឺរាគរូសពិសេសកុមារតូចៗចាក្នុងនាមខ្ញុំជាគ្រូនៅពេលដែលឃើញគាត់មានសុខភាពល្អប្រើប្រាស់ទឹកនឹងឲ្យមានសុខភាពល្អខ្ញុំជាគ្រូមានអារម្មណ៍ថាសប្បាយចិត្តក្រៅពីទ្រទ្រង់ដល់សុខភាពហើយនោះទឹកស្អាតបានចូលរួមយ៉ាងសកម្មដើម្បីជំរុញការអភិវឌ្ឍទាំងវិស័យឧស្សាហកម្មនិងទេសចរណ៍តែម្ដងជាមួយគម្រោងពង្រីកបណ្ដាញប្រព័ន្ធទាំង5ខេត្តនេះពេលនេះបានសបញ្ជាក់យ៉ាងច្បាស់ពីចំហរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងទស្សនវិស័យជាក់លាក់ដែលនឹងជួយបង្កើតបាននូវហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតសម្រាប់ទ្រទ្រង់សហគមន៍គ្រប់ទីកន្លែងធ្វើឲ្យកម្ពុជាក្លាយជាប្រជាជាតិពេញដោយសន្តិភាពសុខុមាលភាពនិងការអភិវឌ្ឍរួមគ្នាប្រើប្រាស់ទឹកស្អាតដោយភាពទទួលខុសត្រូវដើម្បីអនាគតយើងក្រុមគ្រួសារយើងនិងប្រជាជាតិកម្ពុជារបស់យើងទាំងអស់គ្នា